មួយរបស់អាមេរិកទិញគ្រាប់ពីអ៊ីស្រាអែលទម្លាក់ឈ្លានពានកម្ពុជាខុសតាំងរស់នៃប្រវត្តិសាស្ត្រសង្គ្រាមថៃឈ្លានពានខ្មែរគ្រាប់បែកយក្សទម្លាក់ពីលើយន្តហោះ F16 ទម្ងន់ជិត1តោនត្រូវបានដោះបន្សាបទុកជាមរតកនៃការចងចាំសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែជាសក្ខីកម្មដ៏រស់រវើកក្នុងការរំលឹកនៃការឆ្លងកាត់ដំណាក់កាលដ៏ជូរចត់នៃប្រវត្តិសាស្ត្រកម្ពុជានៅថ្ងៃទី23ខែមិថុនានេះស៊ីម៉ាក់បានបង្ហាញនូវភស្តុតាងសង្គ្រាមដ៏គួរឲ្យមានការភ្ញាក់ផ្អើលមួយនោះគឺគ្រាប់បែកទម្លាក់ពីលើយន្តហោះខ្នាតយក្សប្រភេទ MK84 ដែលមានទម្ងន់ជិត1តោនគ្រាប់បែកយក្សទាំងនេះមិនមែនគ្រាន់តែជាដែកកែច្នៃប៉ុណ្ណោះទេក៏ប៉ុន្តែវាជាភស្តុតាងរស់ដែលជាការឆ្លុះបញ្ចាំងពីមរតកប្រវត្តិសាស្ត្រសង្គ្រាមឈ្លានពាននាពេលកន្លងមកលោកហេងរតនាបានបញ្ជាក់ថាផ្អែកទៅលើការពិនិត្យនិងការធ្វើកុសលវិច័យជាផ្លូវការពីអ្នកជំនាញការដោះមីននិងគ្រាប់យុទ្ធផលមិនទាន់ផ្ទុះបានឲ្យដឹងថាគ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK84 ជាប្រភេទគ្រាប់ដែលមានអានុភាពបំផ្លិចបំផ្លាញធំធេងបំផុតមួយមានទម្ងន់ជិត1តោនដែលត្រូវបានផលិតឡើងកាលពីខែសីហាឆ្នាំ1996ដោយឧស្សាហកម្មយោធារបស់ប្រទេសអ៊ីស្រាអែលដែលជាសំណល់គ្រាប់បែកដែលបានទម្លាក់ពីប្រភេទយន្តហោះចម្បាំង F16 របស់ថៃក្នុងកំឡុងពេលសង្គ្រាមសៀមឈ្លានពានទឹកដីកម្ពុជាកាលពីចុងឆ្នាំ2025កន្លងមកការសម្រេចចិត្តរក្សាទុកគ្រាប់បែកនេះជាវត្ថុប្រវត្តិសាស្ត្រវាបង្ហាញនៅទស្សនវិស័យមួយដែលមិនចង់ឲ្យសង្គ្រាមត្រូវបានបំភ្លេចប៉ុន្តែចង់ឲ្យវាคล้ายទៅជាមេរៀននៅពេលដែលអាវុធមួយត្រូវបានបំលែងទៅជាវត្ថុសម្រាប់សិក្សាវាមានតួនាទីថ្មីគឺអប់រំមនុស្សឲ្យយល់ដឹងពីតម្លៃសន្តិភាពនិងផលវិបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាមបានបន្សល់ទុកកម្ពុជាជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍សំណល់គ្រាប់បែកនិងគ្រាប់មីនរាប់លានគ្រាប់ដែលនៅសេសសល់លើទឹកដីកម្ពុជាមិនមែនជារឿងរ៉ាវស្ថិតនៅក្នុងអតីតកាលទាំងស្រុងនោះទេវានៅតែបង្កគ្រោះថ្នាក់និងរំលឹកដល់ការឈឺចាប់របស់ពលរដ្ឋជារៀងរាល់ថ្ងៃដូច្នេះការរក្សាទុកនៅវត្ថុតាងសង្គ្រាមបែបនេះគឺជាការរក្សាទុកនៅការចងចាំរួមរបស់ជាតិមេរៀនដ៏ធំបំផុតដែលគ្រាប់បែកយក្សមួយគ្រាប់នេះបានបន្សល់ទុកមិនមែនស្ថិតនៅលើទំហំឬក៏អានុភាពនៃការបំផ្លិចបំផ្លាញរបស់វានោះទេប៉ុន្តែវាជាមេរៀនពិតប្រាកដនិងជាការរំលឹកឲ្យយើងយល់ដឹងអំពីសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលត្រូវការពារហើយរក្សានិងបន្តសម្រាប់មនុស្សជំនាន់ក្រោយនៅថ្ងៃដែលគ្រាប់បែកមួយគ្រាប់លែងទៅជាអាវុធប៉ុន្តែคล้ายទៅជាវត្ថុតាំងប្រវត្តិសាស្ត្រនោះវាមិនត្រឹមតែប្រាប់នៅរឿងរ៉ាវអំពីសង្គ្រាមនោះទេប៉ុន្តែវាក៏កំពុងប្រាប់យើងថាប្រទេសមួយឆ្លងផុតពីការបំផ្លិចបំផ្លាញបានប្រសិនបើមានសន្តិភាពឯកភាពជាតិនិងការដែលចងចាំអំពីមេរៀនរបស់អតីតកាលដើម្បីកុំឲ្យប្រវត្តិសាស្ត្រដ៏ឈឺចាប់នោះកើតឡើងសារជាថ្មីម្ដងទៀតលោកបណ្ឌិតកិនភៀបានលើកឡើងថាយើងទាំងអស់គ្នាជាជនរួមជាតិខ្មែរត្រូវតែមានស្មារតីភ្ញាក់រលឹកកុំឲ្យរំខុសចង្វាក់កុំលោតខុសក្រឡាតាមខ្សែញាក់របស់មហាអំណាចប្រទេសយើងធ្លាប់ជាជនរងគ្រោះនិងធ្លាប់ទទួលរងនៅសោកនាដកម្មរាប់មិនអស់ដោយសារតែការរត់ប្រណាំងមនោគមវិជ្ជារបស់មហាអំណាចនិងដោយសារតែការរំខុសចង្វាក់និងការដើរលោតខុសក្រឡារបស់អ្នកនយោបាយពីអតីតកាលយើងមិនគួរដើរជាន់ដានប្រវត្តិសាស្ត្រទៀតទេគ្មានប្រទេសណាគេស្រឡាញ់ជាតិយើងជាងយើងស្រឡាញ់ជាតិយើងនោះទេដើម្បីឲ្យជាតិយើងខ្លាំងយើងត្រូវតែធ្វើឲ្យធនធានមនុស្សយើងខ្លាំងច្បាប់យើងខ្លាំងប្រព័ន្ធនយោបាយយើងខ្លាំងសេដ្ឋកិច្ចយើងខ្លាំងខឿនការពារជាតិយើងខ្លាំងសាមគ្គីភាពឯកភាពនិងមោទនភាពជាតិយើងខ្លាំងការទូតយើងខ្លាំងប្រព័ន្ធយុត្តិធម៌សង្គមយើងខ្លាំងនិងសន្តិភាពយើងរឹងមាំនោះជាតិយើងនឹងខ្លាំងគឺខ្លាំងយូរអង្វែងមិនមែនខ្លាំងតែមួយពេលខ្ញុំឈួនអាគ្រី MHTV